មនុស្សភាគច្រើនគ្រាន់តែចង់បានភាពជោគជ័យពួកគេចង់បានរូបរាងស្អាតចង់បានអាជីវកម្មចង់បានសេរីភាពនិងការគោរពប៉ុន្តែពួកគេមិនបានត្រូវការវាពិតប្រាកដទេនេះហើយជាមូលហេតុដែលពួកគេបោះបង់នៅពេលដែលវាចាប់ផ្ដើមពិបាកប្រសិនបើអ្នកត្រូវការវាពិតមែនវានឹងមិនមានប៊ូតុងសម្រាប់បិទឡើយវាមិនមែនគ្រាន់តែជាគោលដៅទេប៉ុន្តែវាជាបញ្ជាវាមិនមែនជាជំរឿឡើយប៉ុន្តែវាជាកាតព្វកិច្ចអ្នកឃើញទេចក្រវាឡនេះមានវិធីសាកល្បងថាតើអ្នកចង់បានវាខ្លាំងកម្រិតណាវាបោះឧបសគ្គភាពហត់នឿយនិងភាពមន្ទិលសង្ស័យមកលើអ្នកដើម្បីចង់ដឹងថាតើអ្នកនឹងចូលចាញ់ឬក៏យ៉ាងណាអ្នកត្រូវតែមានអារម្មណ៍ថាវាជាតម្រូវការចាំបាច់មិនមែនគ្រាន់តែជាបំណងប្រាថ្នាទេកុំធ្វើវាតែនៅពេលដែលអ្នកមានអារម្មណ៍ចង់ធ្វើមិនមែនធ្វើតែនៅពេលដែលវាមើលទៅល្អឬនៅពេលដែលវាស្រណក់សុខស្រួលហើយក៏មិនមែនរងចាំរហូតដល់សំណាងរត់មករកនោះដែរអ្នកត្រូវការវាដូចជាអ្នកត្រូវការអុកស៊ីសែនសម្រាប់ដកដង្ហើមអញ្ចឹងព្រោះថាភាពចង់បាននឹងរលាយបាត់ភ្លាមនៅពេលដែលភាពលំបាកចូលមកដល់